រយៈពេលថ្មីនេះភាគីថៃនៅតែបន្តគម្រាមកំហែងមកលើកម្ពុជាម្ដងហើយម្ដងទៀតដែលព្យាយាមរកវិធីដាក់សម្ពាធមកលើកម្ពុជាមិនថាការឈ្លានពានតាមខ្សែបន្ទាត់ព្រំដែនការបិទច្រកព្រំដែនការផ្ដាច់ភ្លើងនិងផ្ដាច់សេវាអ៊ីនធឺណិតជាដើមប្រជាពលរដ្ឋថៃដែលជ្រុលនិយមមួយចំនួនធំមានការរើសអើងមកលើពលករខ្មែរដោយមិនផ្ដល់សេវាសាធារណៈដល់ពលករខ្មែរហើយពលរដ្ឋថៃក៏នៅមានការមើលងាយមកលើពលករខ្មែរនិងយកពលករខ្មែរមកធ្វើជាចំណាប់ខ្មាំងផងដែរដោយមានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកបានអំពាវនាវឲ្យពលករខ្មែរយើងត្រឡប់មកប្រទេសកម្ពុជាយើងវិញដោយធានាថានឹងបង្កើតការងារជូនពលរដ្ឋខ្មែរយើងក្រោយពីកម្ពុជាបានប្រកាសទទួលយកពលករខ្មែរត្រឡប់មកវិញភាគីថៃបែរជាយកចិត្តនឹងលួងលោមពលករខ្មែរព្រោះថាបើពលករខ្មែរចាក់ចេញពីរោងចក្រកសិដ្ឋានក្រុមហ៊ុនការដ្ឋានសំណង់មួយចំនួននឹងអាចបិទទ្វារព្រោះខ្វះកម្លាំងពលកម្មចំណែកឯបញ្ហាប្រេងវិញខាងក្រមជ្រុលនិយមថៃបានផ្ដល់យោបល់ជូនពីរដ្ឋាភិបាលថៃដោយឲ្យកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងមកដល់ប្រទេសកម្ពុជាដោយភាគីថៃគិតថាកម្ពុជានឹងព្រមចោះចាញ់ដោយឯងយើងចង់ប្រាប់ភាគីថៃវិញថាកម្ពុជាមិនស្លាប់ដោយសារតែបញ្ហាបិទច្រកព្រំដែនផ្ដាច់ភ្លើងផ្ដាច់សេវាអ៊ីនធឺណិតបញ្ហាពលករខ្មែរនិងបញ្ហាប្រេងនោះទេប៉ុន្តែអ្នកដែលស្លាប់នោះគឺជាភាគីថៃនិងក្រុមហ៊ុន PTT នោះទេដែលជាអ្នកខាតបង់ធំនោះតើហេតុអ្វីបានជាការផ្ដាច់ការនាំចូលប្រេងរបស់ថៃមិនស្លាប់ដល់កម្ពុជាមូលហេតុដែលកម្ពុជាមិនស្លាប់ដោយសារការឈប់នាំចូលប្រេងមកកម្ពុជាព្រោះកម្ពុជាមិនមែននាំចូលប្រេងតែពីប្រទេសថៃតែមួយនោះទេតាមរយៈច្រកប្រសេះអនុពលគឺមានការនាំចូលពីប្រទេសផ្សេងៗទៀតដូចជាប្រទេសវៀតណាមប្រទេសសិង្ហបុរីប្រទេសម៉ាឡេស៊ីនិងប្រទេសចិនដោយនៅក្នុងនោះរួមមានចិន 13.6% ប្រទេសវៀតណាម 29.1% ប្រទេសថៃ 29.4% និងសិង្ហបុរី 24% ម៉ាឡេស៊ី 3.4% ប្រសិនជាយោងតាមតារាងខាងលើនេះបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមិនមែននាំចូលប្រេងពីប្រទេសថៃសុទ្ធនោះទេគឺមានប្រទេសផ្សេងៗជាច្រើនទៀតដែលជាការនាំចូលប្រេងពីប្រទេសថៃមិនបានដល់ 40% ផងប្រហាក់ប្រហែលការនាំចូលពីប្រទេសវៀតណាមនិងសិង្ហបុរីដែរដូចនេះក្នុងតម្រូវការទីផ្សារគឺអាស្រ័យលើអ្នកប្រើប្រាស់ជាអ្នកសម្រេចចិត្តដែលមិនមែនថៃជាអ្នកផ្គត់ផ្គង់ធំជាងគេឬផ្គត់ផ្គង់តម្រូវការផ្ដាច់មុខនោះទេគ្មានអ្វីលំបាកទេបើភាគីថៃឈប់យកប្រេងមកលក់នៅកម្ពុជាយើងអាចទិញប្រេងពីប្រទេសដៃគូផ្សេងទៀតក្នុងអត្រាច្រើនជាងមុនដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនិងរដ្ឋគឺរួចស្រេចទៅហើយតើហេតុអ្វីបានជាការបិទការនាំចេញប្រេងធ្វើឲ្យម្ចាស់ PTT ជាអ្នកស្លាប់ដោយសារតែក្រុមហ៊ុនប្រេងសាំង PTT មានម្ចាស់ជាជនជាតិថៃនាំយកប្រេងពីប្រទេសថៃមកកម្ពុជាក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗនៅកម្ពុជាចំនួន8ផ្សេងៗទៀតមានដូចជា Sokimich, Total, Caltex, Savimich, Tela, Bright Victoria Mekong និង LHRដែលទូទាំងប្រទេសកម្ពុជាយើងឃើញមានដៃគូសហការជាសាខាចែកចាយប្រេងសាំងនិងភ្ជាប់ជាមួយ Cafe Amazon មានជាង 33% បើធៀបជាមួយក្រុមហ៊ុនចែកចាយប្រេងសាំងផ្សេងជាច្រើនទៀតនៅប្រទេសកម្ពុជាហើយនៅពេលដែលចង់ចែកចាយប្រេងនេះបន្តត្រូវមានដៃគូសហការតំណាងចែកចាយដែលអាចបែងចែកចេញជា3ប្រភេទ Franchise Agreement ជាដៃគូប្រតិបត្តិការផ្ទាល់ Dealership Agreement PTT ផ្គត់ផ្គង់ប្រេងជាអ្នកវិនិយោគដំណើរការផ្ទាល់ Joint Operation Agreement ប្រសិនជាមានការវិនិយោគរួមនៅពេលដែលអ្នកវិនិយោគកម្ពុជាចង់វិនិយោគលើឈ្មោះពាណិជ្ជនាម PTT គឺត្រូវបំពេញលក្ខខណ្ឌនិងកិច្ចសន្យារវាងគ្នានឹងគ្នាដោយអ្នកវិនិយោគមានកាតព្វកិច្ចផ្ដល់ដីនិងធ្វើការសាងសង់ផ្អែកលើគម្រោង PTT បណ្ដុះបណ្ដាលបុគ្គលិកនិងចំណាយប្រតិបត្តិការជារៀងរាល់ថ្ងៃគោរពលក្ខខណ្ឌស្តង់ដារ PTT និងសុវត្ថិភាពភាគី PTT ផ្គត់ផ្គង់ប្រេងឥន្ធនៈ Senate Uniforms ផ្ដល់បណ្ដុះបណ្ដាលនិងគ្រប់គ្រងស្តង់ដារជួយផ្សព្វផ្សាយនិងសេវាកម្មបច្ចេកទេសជាទូទៅ5ឆ្នាំទៅ10ឆ្នាំបើអាចបន្តបានដោយព្រមព្រៀងមានលក្ខខណ្ឌជាច្រើនទៀតក្នុងករណីនេះប្រសិនបើជាភាគី PTT ឈប់ផ្គត់ផ្គង់មានន័យថាបំពេញកាតព្វកិច្ចកិច្ចសន្យាត្រូវផ្ដល់សំណងដោយដោះស្រាយគ្នាក្នុងការទូទាត់ដោយការទាមទាររបស់ម្ចាស់អាជីវកម្មចែកចាយទាមទារសំណងនៃការខូចខាតឧទាហរណ៍ការគ្មានប្រេងផ្គត់ផ្គង់និងការបំពេញកិច្ចសន្យាជាដើមដូចនេះក្នុងជំហរដែលចង់ផ្ដាច់ការផ្គត់ផ្គង់មកកម្ពុជាមិនខាតអ្វីសោះផ្ទុយទៅវិញខាងភាគីថៃជាពិសេសគឺម្ចាស់ក្រុមហ៊ុនដូចជា PTT ដែលមិនត្រឹមតែបាត់បង់ទីផ្សារដ៏សំខាន់និងចំណូលជាច្រើនទេតែត្រូវផ្ដល់សំណងចំពោះការផ្ដាច់កិច្ចសន្យាអាជីវកម្មមុន
កំណត់របស់ខ្លួនថាទៀតផង ក្នុងការគម្រាមឈប់ផ្គត់ផ្គង់ប្រេងមកលើកម្ពុជាវាគឺជាគំនិតដ៏ល្ងងខ្លៅហើយជាការវិភាគដ៏ពោពេញទៅដោយទោសៈដែលថៃព្យាយាមធ្វើយ៉ាងណាបិទកម្ពុជាហើយចង់ឲ្យកម្ពុជាចុះចាញ់ឬក៏បែរទៅជារណបថៃសុំចរចាដោយដែលថៃធ្លាប់មានជ័យជំនះមកលើកម្ពុជានាពេលអតីតកាលប៉ុន្តែតាមទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនាបានលើកឡើងថានេះគឺជាការបង្កើតឡើងដោយគំនិតទោសៈខ្លាំងហើយការធ្វើបែបនេះនាំឲ្យតែបំផ្លាញខ្លួនឯងនិងគ្មានផលចំណេញសម្រាប់ខ្លួនឯងនោះទេការដែលយកភ្លើងមកដុតអ្នកដទៃប៉ុន្តែវាមិនឆេះអ្នកដទៃប៉ុន្តែបែរទៅជាឆេះខ្លួនឯងកន្លងទៅយើងឃើញហើយថាកម្ពុជាមិនបានធ្វើអ្វីច្រើននោះទេក្នុងនាមជាភាគីដែលមិនចង់បង្កចំនួនប៉ុន្តែគ្រាន់តែរុញទូកបណ្ដោយទឹកហើយតាមព្រឹត្តិការណ៍ដែលថៃព្យាយាមដេកគិតរិះរកវិធីយ៉ាងណាដើម្បីទប់ដង្ហើមកម្ពុជាប៉ុន្តែបែរជាលន់ទៅរកថៃវិញហើយធ្វើឲ្យថៃនេះគឺខាតបង់ប្រយោជន៍ទាំងសេដ្ឋកិច្ចទាំងនយោបាយនិងមុខមាត់របស់ប្រទេសជាតិនៅលើឆាកអន្តរជាតិដូចនេះគឺយើងឃើញថាកម្ពុជាគឺពិតជាមានសមត្ថភាពដកដង្ហើមខ្លួនឯងយ៉ាងរំភើយដោយមិនពឹងថៃដែលថៃក៏នឹកស្មានមិនដល់ថាកម្ពុជារីកលូតលាស់លឿនយ៉ាងនេះហើយមិននឹកស្មានថាកម្ពុជាពិតជាហ៊ានតបតនឹងប្រឆាំងចំពោះថៃនោះទេនៅត្រង់ចំណុចនេះបើយើងប្រៀបធៀបជាមួយនឹងអតីតកាលប្រមាណជាង10ឆ្នាំមុនយើងឃើញថាសេដ្ឋកិច្ចកម្ពុជាគឺពិតណាស់មានភាពខុសប្លែកគ្នាជាមួយនឹងថៃប្រហែលជា50ដងប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះវិញយើងឃើញថាបើប្រៀបធៀបគ្នាទៅគឺមិនខុសគ្នាច្រើនទេសឹងតែត្រឹមតែ10ដងតែប៉ុណ្ណោះដែលនេះគឺជាការលូតលឿនមែនទែនដែលក្នុងនោះមេតបថៃដែលពោពេញដោយទោសៈនឹងការចំណែនឈ្នានីសអាចហៅថាជាក្មេងដែលឈ្នានីសគេលើកឡើងថាមិនចង់ឲ្យកម្ពុជារីកលូតលាស់លឿនជាងនេះនោះទេទៅពីនេះទៅទៀតតើអ្នកណាដែលសប្បាយចិត្តទៅក្នុងនាមជាអ្នកដែលមានចិត្តទោសៈខ្លាំងនោះដែលឃើញគេរីកចម្រើនជាងខ្លួនតួយ៉ាងដូចកម្ពុជារីកលូតលាស់ខ្លាំងទាំងដែលខ្លួនទើបតែងើបចេញពីសង្គ្រាមបើធៀបជាមួយនឹងប្រទេសថៃខ្លួនឯងគ្មានសង្គ្រាមធំជាងប្រមាណសតវត្សមកហើយថែមទាំងមានទឹកដីនិងប្រជាជនច្រើនជាងខ្មែរទៅទៀតក្នុងនាមយើងខ្ញុំជាក្រុមអ្នកស្រាវជ្រាវវ័យក្មេងប្រចាំសមាគម100រាត្រីសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរយើងរួបរวมគ្នាគាំទ្រផលិតផលក្នុងស្រុកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសថៃនិងកុំខ្លាចនៅការគំរាមកំហែងរបស់ថៃព្រោះថាយើងក៏មានផលិតផលក្នុងស្រុកខ្មែរបានដាំដុះនិងអាចផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាយើងបាន